មានរូបមានទុក្ខព្រះពុទ្ធទ្រង់ត្រាស់សម្ដែងសេចក្តីទុក្ខទាំងឡាយជៀសមិនផុតបីដូចរលកបោកបក់តាមកម្លាំងខ្យល់បើជីវិតត្រូវជួបនឹងសេចក្តីទុក្ខយ៉ាងនេះតើមានអ្វីអាចឲ្យមនុស្សតោងយកនៅអ្វីដើម្បីឲ្យមនុស្សបានរួចនៅសេចក្តីទុក្ខយកនៅអ្វីជាគោលពំនាក់ដើម្បីឲ្យមនុស្សរស់នៅឆ្លងកាត់សេចក្តីទុក្ខនោះហើយបានប្រែត្រឡប់មកជាក្តីសុខរួចរំដោះវិញបានជ្រះថ្លាបូជាថ្វាយនៅចិត្តដែលកំពុងខឹងចិត្តដែលកំពុងគិតច្រើនបុគ្គលដែលខឹងបុគ្គលដែលគិតច្រើនជាដង្វាយទៅដល់ព្រះជាម្ចាស់ទៅដល់សតិដឹងឬមនុស្សពិតនៅក្នុងខ្លួនហើយអ្នកក៏បន្តធ្វើកិច្ចការងារជាធម្មតានោះអ្នកនឹងផ្ដាច់ចេញអំពីចិត្តអំពីកម្មដែលកំពុងកើតឡើងទាំងនោះនេះជាសមាធិយកនៅអ្វីដើម្បីឲ្យមនុស្សបានរួចនៅសេចក្តីទុក្ខយកនៅអ្វីជាគោលពំនាក់ដើម្បីឲ្យមនុស្សរស់នៅឆ្លងកាត់សេចក្តីទុក្ខនោះហើយបានប្រែត្រឡប់មកជាក្តីសុខរួចរំដោះវិញបានជំនឿលើព្រះជំនឿថាមានព្រះមានមនុស្សពិតសតិដឹងបរិសុទ្ធក្នុងខ្លួនយើងស្រេចស្រាប់នឹងនាំផ្លូវអ្នកឲ្យបានរួចរំដោះនៅសេចក្តីទុក្ខទាំងឡាយផ្ទៃមហាសមុទ្រដ៏ធំធេងមិនបដិសេធនឹងការហូរចូលពីទឹកមកពីប្រភពណាឡើយមហាសមុទ្រដ៏ធំធេងក៏មិនបដិសេធរលកតូចធំឡើយជីវិតមនុស្សប្រៀបបីដូចជាផ្ទៃមហាសមុទ្រដ៏ធំធេងចូលបើកឲ្យរឿងរ៉ាវដំណើរជីវិតហូរទៅតាមដំណើររបស់វាមិនថារឿងល្អរឿងមិនល្អរឿងពេញចិត្តរឿងមិនពេញចិត្តមានលៀបចូលឬគ្មានលៀបចូលគេកោតសរសើរឬគេបង្អាប់អ្នកគ្រាន់មានសតិដឹងថាអ្នកកំពុងតែគិតអ្វីអ្នកកំពុងតែមានអារម្មណ៍យ៉ាងណាសូមនិយាយឃ្លាថាខ្ញុំដឹងថាខ្ញុំខឹងខ្ញុំដឹងគឺជាសតិដឹងគឺជាប្រធានខ្ញុំខឹងគឺជាចិត្តគឺជាកម្មខ្ញុំដឹងថាខ្ញុំគិតច្រើនខ្ញុំដឹងគឺជាប្រធានគឺជាសតិដឹងខ្ញុំគិតច្រើនគឺជាចិត្តគឺជាកម្មក្នុងឃ្លាទាំងពីរដែលឧទាហរណ៍ខាងលើអ្នកបានឃើញខ្ញុំមានពីរដាច់ដោយឡែកពីគ្នានេះមានន័យថាមនុស្សយើងម្នាក់មានមនុស្សពីរនៅក្នុងនោះដោយម្នាក់ជាអ្នកខឹងនិងម្នាក់ជាសតិដឹងតាមទាន់ចាប់បាននៅចិត្តដែលកំពុងខឹងចិត្តដែលកំពុងគិតច្រើននេះគឺជាច្បាប់ប្រធាននឹងកម្មអ្នកអាចស្វែងយល់បន្ថែមនៅក្នុងសៀវភៅព្រលឹងវិញ្ញាណប្រតិបត្តិអ្នកគ្រាន់តែនិយាយនៅឃ្លានេះឡើងដោយពុំគិតពុំពិចារណាអ្នកណាខឹងអ្នកណាគិតច្រើនអ្វីទាំងអស់បន្ទាប់មកអ្នកធ្វើការជ្រះថ្លាបូជាថ្វាយនៅចិត្តដែលកំពុងខឹងចិត្តដែលកំពុងគិតច្រើនបុគ្គលដែលខឹងបុគ្គលដែលគិតច្រើនជាដង្វាយទៅដល់ព្រះជាម្ចាស់ទៅដល់សតិដឹងឬមនុស្សពិតនៅក្នុងខ្លួនហើយអ្នកក៏បន្តធ្វើកិច្ចការងារជាធម្មតានោះអ្នកនឹងផ្ដាច់ចេញអំពីចិត្តអំពីកម្មដែលកំពុងកើតឡើងទាំងនោះនេះជាសមាធិដោយការឈប់មួយផ្លែតប្រើសតិដឹងតាមដានចិត្តតាមដានអារម្មណ៍ឬទុក្ខវេទនារូបកាយក្នុងជីវភាពប្រចាំថ្ងៃអ្នកធ្លាប់ជួបហើយមែនទេពេលខ្លះអ្នកខឹង
អ្នកញ័រសាច់ភ្នែកបើកធំសំឡេងលឺបេះដូងលោតញាប់អ្នកចង់ស្រែកចង់គំហកតបតតាមកំហឹងតែដោយការខ្លាចចិត្តដោយការខ្លាចក្រែងអ្នកក៏ឈប់ពេលខ្លះអ្នកក៏ខឹងដោយមិនដឹងខ្លួនហើយបាននិយាយបានប្រព្រឹត្តនៅអំពើមិនគប្បីដើម្បីតបតកំហឹងលុះមកផ្ទះល្ងាចឡើងអ្នកអង្គុយហូបបាយអ្នកក៏នឹកឃើញថាមិនគួរណាខ្ញុំខឹងច្រឡោតតបតយ៉ាងនេះសោះគួរណាតែស្ងប់ស្ងាត់បន្តិចនោះអ្វីនឹងប្រសើរឧទាហរណ៍នេះគឺកើតលើមនុស្សសឹងគ្រប់គ្នាបើអ្នកបដិបត្តិច្បាប់ប្រធាននឹងកម្មដែលខ្ញុំលើកខាងលើនោះអ្នកនឹងរួចរំដោះគ្រប់ខណៈចិត្តអ្នកនឹងទទួលបានព្រះពរពីព្រះជាម្ចាស់ពីសតិដឹងក្នុងខ្លួនទទួលបានប្រាជ្ញាទទួលបានចិត្តសប្បុរសក្តីមេត្តាអនុគ្រោះអ្នកអាចគ្រប់គ្រងស្ថានភាពអាចឆ្លងផុតពីខណៈចិត្តឆ្លងផុតពីបញ្ហាចំពោះមុខបានយ៉ាងងាយសូមអរគុណការយកចិត្តទុកដាក់ស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់សូមព្រះប្រទានពរសូមឲ្យអ្នកបានជួបនឹងព្រះពិតនិងមនុស្សពិតសតិដឹងនៅក្នុងខ្លួននិងសូមឲ្យអ្នកបានរួចរំដោះគ្រប់ខណៈចិត្តសាធុសាធុសាធុ